ខ្ញុំចង់ធ្វើឆាត់ក្រដាសបុរាណជាមួយដោយផ្ទាល់ដែរសង្ឃឹមថាវាអាចជួយខ្ញុំដើរឆ្ពោះទៅមុខដោយមិនខ្លាចភឈុះភ្លៀងមិនព្រួយបារម្ភពីអនាគតទេបន្ទាប់ពីមើលសិប្បកម្មធ្វើឆាត់ក្រដាសបុរាណរបស់អ្នកបន្តវេនបេតិកភណ្ឌវប្បធម៌អារ៉ុប៊ីនាងខ្ញុំទើបដឹងថាដំណើរការធ្វើឆាត់ក្រដាសប្រពៃណីចិនគឺស្មុគស្មាញណាស់ដោយឆាត់មួយត្រូវឆ្លងកាត់ដំណើរការជិត100ខ្ញុំមានគំនិតហ៊ានមួយគឺធ្វើឆាត់ក្រដាសមួយដោយផ្ទាល់ដៃខ្ញុំបានត្រៀមសម្ភារៈធ្វើឆាត់ខ្លះៗមានដូចជាឆ្អឹងឆាត់ដងឆាត់ក្រដាសសប្រេងធុងខ្សែនៅមញ្ជុលនិងថ្នាំពណ៌លោកគេថាធ្វើឆាត់ក្រដាសមួយត្រូវកាប់ដើមរសេមួយដើមដែលបានដុះរយៈពេលប្រហែល3ឆ្នាំបន្ទាប់មកត្រាំក្នុងទឹករយៈពេល1ខែហើយថ្ងៃដើម្បីឲ្យហួតជាតិស្ករនិងជាតិទឹកក្នុងដើមរសេធ្វើបែបនេះវាមិនអាចឲ្យសត្វល្អិតមកស៊ីទេហើយក៏មិនងាយដុះផ្សិតនិងស្ងួតប្រេះដែរត្រូវជ្រើសរើសដើមរសេមានរាងមូលហើយត្រង់ទើបឆាត់មានគុណភាពល្អយករសេមកធ្វើឆ្អឹងឆាត់និងដងឆាត់វាត្រូវការភាពអត់ធ្មត់និងជំនាញណាស់ឥឡូវខ្ញុំចាប់ផ្ដើមធ្វើដំបងក្រងឆ្អឹងឆាត់ទាំងនេះដាក់ឆ្អឹងខ្លីមុនសិនសរុបមានចំនួន28ដងប្រើខ្សែដោតគ្នាបន្ទាប់មកដាក់ឆ្អឹងវិញមានចំនួន28ដងដែរយកខ្សែមកដោតភ្ជាប់ដូចគ្នាយកឆ្អឹងខ្លីដោតចូលក្នុងដងឆាត់ដាក់ឆ្អឹងខ្លីចូលក្នុងរន្ធឆ្អឹងវែងប្រើខ្សែតភ្ជាប់ធ្វើបែបនេះអាចធ្វើឲ្យឆាត់កាន់តែរឹងមាំចេញជារូបរាងក្រងឆាត់ហើយក្រងឆាត់ធ្វើរួចហើយជំហានទី2បិទក្រដាសលើឆ្អឹងឆាត់កាត់ក្រដាសសយកជ័របិទក្រដាសលើឆ្អឹងឆាត់ខ្ញុំចូលចិត្តធ្វើសិប្បកម្មដោយសារវាសាកល្បងភាពអត់ធ្មត់របស់មនុស្សធ្វើឲ្យនាងខ្ញុំមានពេលផ្ដោតទៅលើអ្វីមួយដោយយកចិត្តទុកដាក់ក្នុងជីវភាពដ៏រវល់មមាញឹកនិងច្របូកច្របល់ត្រូវធ្វើមួយធ្វើឲ្យក្រដាសរាបស្មើជំហានទី3លាបពណ៌ឲ្យឆាត់នៅតំបន់ខ្លះជនជាតិចិនហៅឆាត់ថាជាផ្កាដោយសារឆាត់បាក់ហើយមានរូបរាងដូចជាផ្ការៀបមួយទងហើយជនជាតិចិនចូលចិត្តគូរគំនូរផ្កាដ៏ស្អាតគ្រប់ប្រភេទលើក្រដាសឆាត់ខ្ញុំចង់គូរគំនូរផ្ការំដួលដែលជាផ្កាតំណាងឲ្យប្រទេសកម្ពុជាលើឆាត់នេះធ្វើជាឆាត់មិត្តភាពមួយដែលរួមបញ្ចូលវប្បធម៌ប្រទេសចិននិងកម្ពុជាឆាត់ក្រដាសចិនគឺជាឆាត់ដំបងគេបំផុតលើពិភពលោកដែលមានប្រវត្តិសាស្ត្រ 2000 ឆ្នាំហើយនិងប្រវត្តិសាស្ត្រប្រើប្រាស់ជាង 1000 ឆ្នាំចាប់ពីរជ្ជកាលខាងមកឆាត់ក្រដាសចិនត្រូវបានផ្សព្វផ្សាយទៅដល់ប្រទេសជប៉ុនកូរ៉េខាងត្បូងនិងតំបន់អាស៊ីអាគ្នេយ៍មានដូចជាប្រទេសវៀតណាមថៃឡាវនិងកម្ពុជាជាដើមហើយវាបានរួមបញ្ចូលវប្បធម៌ក្នុងតំបន់คล้ายទៅជាឆាត់ដែលមានលក្ខណៈពិសេសរបស់រៀងៗខ្លួននាងខ្ញុំគិតថាមិត្តភាពរវាងចិននិងកម្ពុជាប្រៀបដូចជាឆាត់ក្រដាសបុរាណចិនមួយនេះរំលឹកឡើងវិញពីគ្រាដែលចិននិងកម្ពុជាបង្កើតទំនាក់ទំនងការទូតជាផ្លូវការនោះគឺដូចជាមានឆាត់ក្រដាសបុរាណមួយស្រាប់តែបើកត្រដាំងក្នុងពិភពលោកដ៏ធំទូលាយ
បាំងភ្លៀងខ្យល់ឲ្យគ្នាទៅវិញទៅមកនិងទទួលពន្លឺថ្ងៃជាមួយគ្នា ជំហានទី 4 ចង់ខ្សែឲ្យឆាត់ដែលជាសិប្បកម្មមានលក្ខណៈពិសេសរបស់ឆាត់ក្រដាសចិនត្រូវប្រើខ្សែមានពណ៌ខុសៗគ្នាចង់ប្រហែល 3000 ដងទើបអាចទទួលបានគំនូរដូចជាផ្កាមូតាន់ដែលកំពុងរីកយ៉ាងស្គុះស្គាយសិប្បកម្មនេះគឺជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសចិន ជំហានទី 5 លាបប្រេងឲ្យឆាត់ក្រដាសចាំស្ងួតវាអាចប្រើសម្រាប់បាំងទឹកភ្លៀងជ្រើសរើសកិច្ចការមួយធ្វើពេញមួយជីវិតមិនប្រកួតប្រជែងជាមួយពេលវេលាហើយក៏មិនប្រកួតប្រជែងជាមួយអ្នកដទៃខណៈពេលដែលបើកឆាត់និងបិទឆាត់បានបង្កប់ទៅដោយបញ្ញាពាន់ឆ្នាំរបស់មនុស្សបុរាណត្បិតយើងឥឡូវមិនសូវប្រើប្រាស់ឆាត់ក្រដាសជាប្រចាំថ្ងៃមែនតែវាមិនត្រឹមតែជារបស់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេថែមទាំងជាស្នាដៃសិល្បៈមួយដែលបង្កប់នៅការចងចាំប្រវត្តិសាស្ត្រនិងបេតិកភណ្ឌវប្បធម៌ផងដែរនៅពេលនេះវាកំពុងបង្ហាញពីភាពទាក់ទាញពិសេសនៃវប្បធម៌ប្រពៃណីរបស់ប្រទេសទាំងពីរចិននិងកម្ពុជាផ្ទៃឆាតដែលមានរូបរាងមូលបង្កប់ន័យថាគ្រួសារជួបជុំគ្នាដងឆាតធ្វើពីឫស្សីបង្កប់ន័យថារាសីឡើងខ្ពស់ទេសភាពគិរីជួលសាផ្ការរំដួលដែលកំពុងរីកនិងបក្សាហោះហើរលើឆាត់ក្រដាសបុរាណចិនប្រៀបដូចជាការប្រាស្រ័យតាក់ទងប្រកបដោយមេត្រីភាពកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរក៏ដូចជាជីវភាពដ៏ល្អបវរនិងសុខដុមរមនារវាងប្រជាជននៃប្រទេសទាំងពីរចំណងមិត្តភាពរវាងចិននិងកម្ពុជាមានភាពរឹងមាំដូចជាឆ្អឹងឆាត់សង្ឃឹមថាឆាត់មិត្តភាពមួយនេះមិនត្រឹមតែអាចការពារយើងពីថ្ងៃក្តៅនិងភ្លៀងប៉ុណ្ណោះទេថែមទាំងអាចជួយប្រទេសទាំងពីរឆ្ពោះទៅកាន់អនាគតប្រកបដោយភាពរុងរឿងទៀតផង។